សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីបញ្ហាប្រឈមនៅក្នុងជីវិតជានិស្សិតរបស់ខ្ញុំផ្ទាល់ថាតើជីវិតរបស់ខ្ញុំគឺកំពុងតែប្រឈមជាមួយនឹងបញ្ហាអ្វីខ្លះតាមពិតទៅបើនិយាយស្រួលស្ដាប់ទៅជីវិតរបស់ខ្ញុំនៅក្នុងសាកលវិទ្យាល័យរយៈពេល2ឆ្នាំនេះគឺហាក់បីដូចជាមិនមានអ្វីដែលលំបាកក៏ដូចជាធ្វើឲ្យតុកសិចខ្លាំងនោះទេក៏ប៉ុន្តែវាគាត់តែមានបញ្ហាខ្លះៗតែតងជាមួយនឹងការគិតរបស់យើងអ្នកនរគ្នាអាចនិយាយបានថានៅពេលដែលយើងទំនេរក៏ដូចជានៅពេលដែលយើង stress អ្វីមួយយើងតែងតែគិតច្រើនអំពីបញ្ហាជីវិតរបស់យើងដែលស្ថិតនៅក្នុងសាកលវិទ្យាល័យថាតើនៅពេលដែលយើងរៀនចប់នឹងបានអ្វីធ្វើក៏ដូចជាទទួលបានការងារដូចម្ដេចរៀនចប់នឹងទទួលបានអ្វីហើយមួយទៀតគិតពីរឿងថវិកាថានៅរាល់ថ្ងៃនេះវាខ្វះគេហៅថាថវិកាដើម្បីចាយវាយប្រើប្រាស់នៅក្នុងការរស់នៅប្រចាំថ្ងៃមួយទៀតគិតទៅលើគ្រួសារមួយទៀតគិតទៅលើបញ្ហាផ្សេងៗទាំងអស់គ្នាអាចនិយាយបានថាវាគឺជាបញ្ហាប្រឈមសម្រាប់ខ្ញុំជឿថាជាក់ថានិស្សិតគ្រប់គ្នាប្រកាសជាបានជួបជាមួយនឹងបញ្ហានេះហើយអ្វីដែលខ្ញុំគិតធំជាងគេនោះគឺគិតទៅលើគ្រួសារណាទាំងអស់គ្នាគ្រួសារគឺជាកត្តាមួយដែលធ្វើខ្ញុំគិតច្រើនខ្លាំងមែនទែនដោយសារថានិយាយបានថាការគិតរបស់ខ្ញុំគឺផ្ដោតទៅលើគ្រួសារជាអាទិភាពទី1តែម្ដងព្រោះថាអាចនិយាយបានថានៅពេលដែលយើងមកសាកលវិទ្យាល័យនេះក៏មិនដើម្បីតែខ្លួនឯងទាំងស្រុងដែរគឺមកដើម្បីគ្រួសារដើម្បីជួយគ្រួសារយត្តយងគ្រួសារឲ្យមានជីវភាពមួយដែលល្អប្រសើរជាងនាពេលបច្ចុប្បន្នអីចឹងទៅនេះគឺជាអ្វីដែលខ្ញុំបានគិតខ្លាំងបំផុតចំពោះបញ្ហានេះក៏ប៉ុន្តែពេលខ្លះហាក់បីដូចជាធ្វើបាបខ្លួនឯងវិញទេអ្នកទាំងអស់គ្នាបើសិនជាយើងកំពុងតែសិក្សាដូចខ្ញុំជាស្ដាយនឹងទៅឆ្នាំទី2ទេតែគិតច្រើនពេកគិតច្រើនរហូតដល់ពេលខ្លះធ្វើឲ្យយើង stress មែនតើពីចានគឺខ្ញុំគិតទៅលើតែរឿងគ្រួសារហ្នឹងឯង stress ជាងគេបើចំពោះរឿងស្នេហារឿងអីផ្សេងគឺខ្ញុំគ្មានការគិតអីតែតើជាមួយនឹងស្នេហាអីទេតែបើចំពោះគ្រួសារវិញគឺគិតច្រើនខ្លាំងមែនទែនគឺគ្រួសារអាចនិយាយមកថាជាក្តីសម័យគឺជាការថារឿងរ៉ាវដែលធំបំផុតសម្រាប់ជីវិតរបស់ខ្ញុំតែម្ដងក៏ប៉ុន្តែខ្ញុំបានរកឃើញនៅដំណោះស្រាយមួយដើម្បីកុំឲ្យយើងធ្វើការគិតច្រើនទៅជាមួយនឹងបញ្ហានេះគឺយើងផ្ដោតទៅលើគោលដៅដែលយើងមានបើន័យថាផ្ដោតគោលដៅតែយើងចង់ជួយគ្រួសារអញ្ចឹងយើងផ្ដោតលើគោលដៅការសិក្សារបស់យើងឲ្យកាន់តែខ្ពស់ជាងមុនដើម្បីមានលទ្ធភាពនៅថ្ងៃក្រោយអាចជួយគ្រួសារបានរួចផុតពីការលំបាកជាដើមបើនិយាយឲ្យចំទៅការគិតច្រើនគឺវាមិនមែនអ្វីដែលជាកំហុសឆ្គងទេអ្នកនរគ្នាពីព្រោះថាជីវិតរបស់យើងគឺត្រូវការគិតគូរអំពីជីវិតគិតគូរអំពីគ្រួសារគិតគូរអំពីអនាគតរបស់យើងថាតើគឺយើងត្រូវធ្វើដូចម្ដេចយើងត្រូវធ្វើអ្វីបន្ទាប់ពីការរៀនបញ្ចប់ថ្នាក់បញ្ញាបត្របន្ទាប់ពីការរៀនចប់ថ្នាក់បញ្ញាបត្រហើយយើងគួរតែបន្តទៅបណ្ឌិតឬក៏អនុបណ្ឌិតអីថែមទៀតអីចឹងទៅនេះគឺជាអ្វីដែលយើងត្រូវតែគិតក៏ប៉ុន្តែការគិតច្រើនវាមិនមែនជាកត្តាមួយដែលជំរុញឲ្យយើងទទួលបាននៅអ្វីដែលយើងចង់បានទេចំណុចនេះបានន័យថានៅពេលដែលយើងគិតច្រើនពេកទៅលើអ្វីមួយធ្វើយើងបរាជ័យវិញអ្នកនរគ្នាអញ្ចឹងយើងគួរតែដកឃ្លាខ្លួនឯងដើម្បីធ្វើរឿងជាច្រើនដែលយើងតម្រង់ទិសដៅរបស់យើងកុំឲ្យបានន័យថាបើសិនជាយើង focus លើវាឬក៏គិតតែពីវាតែយើងអត់ធ្វើសកម្មភាពសួរថាលទ្ធផលបានអត់អញ្ចឹងយើងផ្ដោតលើអ្វីដែលយើងត្រូវធ្វើវិញល្អជាងការគិតច្រើនពេកអញ្ចឹងវីដេអូរបស់យើងគឺជាដល់ទីបញ្ចប់ហើយមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា